ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើសាច់ជ្រូក3ជាន់បំពងនិងទឹកជ្រលក់អង្ករលីងហើយក្នុងវីដេអូនេះដែរនាងខ្ញុំក៏មានប្រាប់ពីតិចនេះបំពងសាច់ជ្រូក3ជាន់ហ្នឹងកុំឲ្យវាផ្ទុះបងប្អូនចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចាសាច់ជ្រូក3ជាន់នេះខ្ញុំមានចំនួនកន្លះគីឡូហើយនេះខ្ញុំយកវាមកហាន់ជាដុំតូចៗដើម្បីពេលដែលយើងយកទៅបំពងគឺវាឆាប់ស្រួយបងប្អូនចឹងនេះខ្ញុំកាត់ជាដុំតូច4ជ្រុងប៉ុណ្ណឹងតើមកនេះខ្ញុំសំរសជាតិបន្តិចដើម្បីឲ្យសាច់ជ្រូក3ជាន់មានរសជាតិខ្លះៗប៉ុន្តែមិនឲ្យរសជាតិដិតទេណាបងប្អូននេះខ្ញុំដាក់ទឹកត្រីចំនួន1ស្លាបព្រាបាយហើយម្សៅស៊ុបមាន់កន្លះស្លាបព្រាកាហ្វេហើយស្ករអំពៅចំនួន1ស្លាបព្រាកាហ្វេរួចនេះខ្ញុំច្បល់ឲ្យគ្រឿងផ្សំហ្នឹងវារលាយសព្វចូលជាតិជាមួយនឹងសាច់ជ្រូក3ជាន់សិនរួចនេះខ្ញុំផ្អាប់ទុករយៈពេល15នាទីក្នុងឡុងពេលរងចាំហ្នឹងនេះខ្ញុំមកធ្វើទឹកជ្រលក់ឲ្យហើយចាទឹកជ្រលក់នេះខ្ញុំដាក់ស្ករត្នោតចំនួនកន្លះស្លាបព្រាបាយហើយប៊ីចេងចំនួន1ស្លាបព្រាកាហ្វេហើយនិងទឹកត្រីចំនួន3ស្លាបព្រាបាយហើយក៏មានទឹកអំពិលទុំហ្នឹងចំនួន2ស្លាបព្រាបាយរួចកូរស្ករត្នោតហើយនិងប៊ីចេងហ្នឹងឲ្យវារលាយសិនមកបន្តទៀតនេះខ្ញុំដាក់អង្ករលីងចំនួន1ស្លាបព្រាបាយហើយនិងម្ទេសហុយចំនួន1ស្លាបព្រាបាយដែរហើយក៏មានខ្ទឹមក្រហមដែលបានហាន់រួចហើយនឹងចំនួន1មើមហើយនឹងជីប្រណានិងស្លឹកខ្ទឹមនឹងដាក់ចូលមកហើយនឹងខ្ញុំច្របាច់ក្រូចឆ្មាមួយចំណិតទៀតដែរបងប្អូនចាតែប៉ុណ្ណឹងមកគឺរួចរាល់ហើយចំពោះទឹកជ្រលក់បងប្អូនឥឡូវនេះខ្ញុំទៅមើលសាច់ជ្រូក3ជាន់វិញម្ដងឥឡូវវាគ្រប់15នាទីហើយនេះខ្ញុំដាក់ម្សៅបំពងស្រួយនេះចំនួន8ស្លាបព្រាបាយមកហើយនឹងទឹកនឹងបន្តិចមកបងប្អូនចាទឹកនឹងដាក់តាមជាក់ស្ដែងទេណាបងប្អូនពីព្រោះអីម្សៅបំពងស្រួយខ្លះរាងស្អិតខ្លាំងអញ្ចឹងណាអញ្ចឹងនេះខ្ញុំដាក់មួយកូនចានដែលបានបង្ហាញហ្នឹងដាក់តាមល្មមប៉ែទៅបានបងប្អូនកុំឲ្យដាក់ច្រើនពេកហើយនេះខ្ញុំច្បល់ឲ្យម្សៅហ្នឹងវាស្អិតជាប់ជាមួយនឹងសាច់ជ្រូក3ជាន់ហ្នឹងណាចាតែប៉ុណ្ណឹងគឺវាស្អិតជាប់បានល្អហើយអញ្ចឹងនេះខ្ញុំចាប់ផ្ដើមចាក់ប្រេងឆាចូលទៅក្នុងខ្ទះឲ្យក្តៅសិនមកចាប្រេងឆាគឺដើម្បីយើងបំពងបានស្រួយល្អដាក់ឲ្យច្រើនអញ្ចឹងមកណាហើយតិចតែសំខាន់នោះគឺយើងត្រូវដាក់ម្សៅបំពងស្រួយហ្នឹងចូលទៅក្នុងប្រេងឆាហ្នឹងចំនួន2ស្លាបព្រាបាយហើយនេះខ្ញុំកូរឲ្យម្សៅស្រួយហ្នឹងវារលាយចូលជាមួយនឹងប្រេងឆាឲ្យល្អសិនមកចានេះគឺជាតិចដែលធ្វើឲ្យសាច់ជ្រូក3ជាន់របស់នេះខ្ញុំដែលបំពងហ្នឹងគឺវាអត់ទុះហើយចំពោះការប្រើភ្លើងនិងការបំពងហ្នឹងគឺបងប្អូនកុំបើកភ្លើងខ្លាំងពេកគឺដាក់ភ្លើងកណ្ដាលទៅបានហើយពេលដែលបំពងបានស្ទុះគឺត្រូវយកវែកហ្នឹងមកកូរវាឲ្យសាច់ជ្រូក3ជាន់ហ្នឹងកុំឲ្យវាខាំស្អិតជាប់គ្នាបងប្អូនកូរបំបែកវាមកពេលដំបងយើងមិនបាច់ចាំកូរវាញឹកញាប់ទេពេលដំបងបងប្អូនដល់យើងបំពងបានមកស្ទុះទៅយើងកូរញឹកបន្តិចដើម្បីឲ្យសាច់ជ្រូក3ជាន់ហ្នឹងវាក្រៀមសព្វល្អចានេះវាចាប់ដើមក្រៀមហើយបងប្អូន ហ
ហើយវាអត់ផ្ទុះទេបងប្អូនពេលលេសូប្រែហ្នឹងគឺយើងកូរវាងាប់តិចមកចាឃើញលឿងបានប៉ុណ្ណឹងហើយវាស្រួយល្អមែនតើអញ្ចឹងនេះខ្ញុំស្រង់ចេញពេលតិចហើយយើងយកទៅហូបជាមួយនឹងអន្លក់បន្លែផ្សេងមានសាឡាត់តសក់អីហ្នឹងគឺថាត្រូវគ្នាមែនទេបងប្អូនចាតំណងណាស់អញ្ចឹងបងប្អូនអាចសាកល្បងធ្វើហូបបានងាយស្រួលធ្វើទេបងប្អូនចាអញ្ចឹងវីដេអូរបស់ខ្ញុំក៏សូមបញ្ចប់ទៅត្រឹមហ្នឹងដើម្បីទទួលបានវីដេអូថ្មីៗសូមបងប្អូនចុច Follow Page និង Subscribe YouTube Channel របស់ខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា